សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីហ្គេម High Day មួយដែលខ្ញុំចូលចិត្តលេងជាប្រចាំដោយសារតែហ្គេមហ្នឹងគឺវាសម្បូរអ្វីដែលដូចការរស់នៅពិតប្រាកដរបស់យើងណាអញ្ចឹងយើងចូលទៅហ្គេមនឹងទាំងអស់គ្នាហើយសម្រាប់ខ្ញុំហ្គេមហ្នឹងគឺខ្ញុំលេងដល់ level 67ចា67ហើយនេះគឺជាសត្វចិញ្ចឹមរបស់ខ្ញុំដែលមានសត្វឆ្មាសត្វទន្សាយសត្វឆ្កែសេះសត្វលាអីជាដើមហ្នឹងហើយអានេះគឺជាសត្វកសិកម្មដែលខ្ញុំមានដូចជាសត្វចៀមសត្វជ្រូកសត្វគោសត្វមាន់សត្វពពែអីចឹងទៅហើយបើយើងនិយាយទៅមានម៉ាស៊ីនច្រើនអានេះម៉ាស៊ីនផលិតចំណីសត្វអានេះម៉ាស៊ីនផលិតទឹកប្រភេទទឹកជ្រលក់ទឹកអីហ្នឹងយើងអាចផលិតទឹកស៊ីអ៊ីវទឹកប្រេងអូលីវទឹកអីច្រើនខ្លះអាហ្នឹងខ្ញុំស្គាល់បានខ្លះអត់ខ្លះហើយនេះគឺជារោងចក្រផលិតមាន cheese មាន cream មានអីយើងបើសិនជាយើងនេះយើងអាចស្គាល់បានច្រើនដែរហើយហ្គេមហ្នឹងវាលក្ខណៈដូចប៉ិតដូចជាឧទាហរណ៍នំប៉័ងអញ្ចឹងនំប៉័ងផលិតចេញពីអីពីស្រូវអញ្ចឹងយើងយកដំណាំស្រូវរបស់យើងដែលមានហ្នឹងដាក់ទៅផលិតទៅយើងនឹងបាននំប៉័ងដោយអានេះវាត្រូវការស្រូវ3ដាក់ផលិតបាននំប៉័ងមួយអីចឹងទៅហើយយើងអាចយកដំណាំយើងមកដាំលើដីស្រែដែលគេឲ្យតាមទៅវារយៈពេលផ្សេងគ្នាដូចជាស្រូវចឹងត្រូវការពេល2នាទីហើយបើកតុងប្រភេទដំណាំផលិតកណាត់នេះគឺ2ម៉ោងអីចឹងទៅតាមលឿនជឿតាមប្រភេទដំណាំនឹងទៅហើយអានេះដូចម៉ាស៊ីនទឹកកឡុកចឹងយើងអាចដាក់ផលិតទឹកផ្លែឈើហើយចឹងទៅហើយផ្លែឈើរបស់យើងត្រូវការមានទំពាំងបាយជូរមាន strawberry មានស្អីគេផ្លែ raspberry អីហ្នឹងហើយសួរថាផ្លែឈើទាំងអស់ហ្នឹងយើងបានពីណានេះអានេះផ្លែស្អីទេទៅមើលឈ្មោះវាអញ្ចឹងយើងអាចទៅរកផ្លែនឹងបានហើយយើងចុចទៅនេះផ្លែហ្នឹងដើមស្អីគេហ្នឹងទំពាំងបាយជូរពណ៌កាឈុកហ្នឹង raspberry ហើយយើងអាចចេះជាភាសាអង់គ្លេសទៀតដល់យើងលេងអញ្ចឹងយើងអត់ស្គាល់អាដើមហ្នឹងយើងចុចមើលវាឈ្មោះអីគេអញ្ចឹងនេះraspberry best ឈ្មោះដើមហ្នឹងហើយនេះ cherry tree ដើម cherry អីចឹងទៅនេះ apple tree ផ្លែដើមប៉ោមអានេះ blackberry bus គេប្រាប់ឈ្មោះយើងណាអានេះដើមគេ blueberry bus អានេះដើមកាកាវហើយមាន nature bus ហើយយើងអាចរៀនអង់គ្លេសបានហើយយើងយកផ្លែឈើទាំងអស់ហ្នឹងយកទៅផលិតអីគេខ្លះហើយយើងមានសត្វឃ្មុំសត្វអីចឹងទៅយើងប្រមូលឃ្មុំយកមកផលិតជាក្មួយជាទឹកឃ្មុំទុកអីចឹងណាហើយមានកប្រុកទៀតប្រុកស៊ីសដែកដីចឹងហ្គេមហ្នឹងតំណងលេងហើយខ្ញុំលេងសប្បាយហើយចង់សួរអ្នកនរគ្នាថាអ្នកណាលេងហ្គេមហ្នឹងខ្លះបើចូលលេង comment ម្នាក់មួយមកយើង add friend គ្នាហើយពេលយើងមាន friend គ្នាអញ្ចឹងស្រួលណាគឺយើងអាចយើងកន្លែង friend នេះចុចទៅហើយពេលគេតម្រូវឲ្យយើងសញ្ញាឧទានណាដាក់សញ្ញាឧទានអីយើងសម្បូរ friend នេះយើងអាចដាក់សញ្ញាឧទានទៅហើយពេលយើងដាក់សញ្ញាឧទានឲ្យគេគឺយើងបានទទួលសម្បត្តិនៅពេលព្រឹកយើងបានទទួលនៅកន្លែងនេះសម្បត្តិអរគុណណាពេលយើងបានសម្បត្តិអរគុណហ្នឹងគឺយើងអាចស្នើសុំជាកាដូអាចយក10 20 30ឬក៏35អីចឹងទៅអញ្ចឹងពេលបានកាដូហ្នឹងមានជាអីផ្សេងដែលគេឲ្យយើងអញ្ចឹងណាហើយកន្លែងនេះគឺជាកន្លែងដែលយើងលក់ឲ្យវាយវ៉ាន់របស់យើងបើយើងលក់នៅនេះបានថ្លៃហើយបើយើងលក់ឲ្យឡានពេលខ្លះវារៀងថោកប៉ុន្តែវាបានផ្កាយហ្នឹងយើងបានដើម្បីឡើង level តែបើយើងលក់នៅអាមុខហ្នឹងគឺអត់បានផ្កាយទេហើយពេលយើងចង់ចុចលក់យើងចុចកន្លែងឡាននេះមានន័យថាឲ្យឡានហ្នឹងដឹកទំនិញយកទៅលក់ឲ្យយើងហើយមួយទៀតកន្លែងនេះគឺជាកន្លែងកណូត
ដែលយើងដាក់លក់អីផ្សេងៗហើយកន្លែងកណូតហ្នឹងក៏លក់បានថោកដែរប៉ុន្តែពេលដែលយើងលក់ពេញប្រអប់ទាំងអស់នេះគឺយើងទទួលបានស្លឹកនេះហើយស្លឹកហ្នឹងហើយដែលយើងអាចយកទៅទិញជាសัตว์នេះយើងអាចយកទិញទៅជាសัตว์នេះដូចជាសัตว์សេះនេះមួយអញ្ចឹងឥឡូវយើងមើលសេះនេះមួយអញ្ចឹងត្រូវការស្លឹកស្អីស្អីប្រមាណដូចជាខ្ញុំនៅខ្វះប្រមាណទៀតនៅខ្វះស្លឹកពោធិ៍ស្វាយនឹង8ទៀតអីចឹងមិនទិញសេះនឹងបានហើយពេលយើងចិញ្ចឹមសេះនឹងទៅយើងនឹងបានបន្ទុកជាផ្កាយឆាប់ឡើង level ហើយនេះគឺជាកន្លែងដែលយើងអាចទៅស្ទូចត្រីជាកកជាស្រ័យអានេះយើងអាចទៅស្ទូចត្រីទៅអីចឹងណាកន្លែងនេះអានេះកន្លែងផលិតនុយត្រីអញ្ចឹងយើងបើយើងចង់បានពេជ្រយើងអាចដាក់ផលិតនុយដែលល្អនេះតែយើងត្រូវចំណាយក្រដាសតែពេលយើងផលិតអានុយល្អហ្នឹងគឺវាបានប្រភេទត្រីថ្មីអញ្ចឹងវាបានពេជ្រតែខ្ញុំអត់ចង់បានទេខ្ញុំចង់ទុកក្រដាសហើយអានេះយើងអាចផលិតជារបៀបដាក់អន្ទាក់ទាហើយនឹងបកងខាងនេះត្រីសំណាញ់នេះគឺដាក់ត្រីបាន3ចាអញ្ចឹងយើងដាក់ផលិតមានបកងមានទាអីខ្លះទៅលាយគ្នាទៅបើសិនជាវាពេញវានៅរយៈពេលប្រហែល6ម៉ោង48នាទីបើសិនជាវាពេញគឺយើងអាចចាប់បានត្រី3ហើយយើងអាចប្រើនុយនឹងដើម្បីស្ទូចត្រីបាននេះរបៀបស្ទូចអញ្ចឹងយើងធ្វើម៉េចឲ្យត្រីនឹងវាចូលឡើងវងតូចនឹងបាត់យើងស្ទូចបានបើវាចេញក្រៅខ្សែយើងស្ទូចអត់បានទេឥឡូវយើងស្ទូចមួយទៀតទៅហើយដើម្បីដាក់ស្ទូចនឹងបានគឺយើងត្រូវផលិតនុយហើយនុយដូចខ្ញុំបង្ហាញអញ្ចឹងមាន4បើយើងចង់ផលិតអានុយឥតអស់អីអាហ្នឹងក៏យើងអត់បានត្រីថ្មីយើងអត់បានពេជ្រដែរតែបើយើងចង់បានពេជ្រយើងអាចផលិតនុយដែលមានពណ៌បៃតងពណ៌លឿងពណ៌អីហ្នឹងដែលយើងមានក្រដាសហ្នឹងយើងដាក់ផលិតទៅយើងនឹងអាចបានប្រភេទត្រីថ្មីហើយពេលកាលណាយើងបានប្រភេទត្រីថ្មីគឺយើងបានពេជ្រចាគឺយើងបានពេជ្រឥឡូវយើងស្ទូចមួយទៀតទៅហើយខ្ញុំនឹងបង្ហាញពីត្រីដែលខ្ញុំបានថ្មីឥឡូវដើម្បីយើងឆែកមើលថាតើយើងបានត្រីថ្មីខ្លះយើងចូលចុចទៅលើផ្ទះរបស់យើងណាចឹងខ្ញុំមានបានត្រីថ្មីបានពេជ្រខ្លះដែរហើយដូចខ្ញុំធ្លាប់ផលិតនុយពណ៌ខៀវចឹងគឺខ្ញុំបានត្រីថ្មីខ្ញុំបានពេជ្រនេះគឺត្រូវការអានុយល្អអានុយដែលយើងចំណាយក្រដាសហ្នឹងបើយើងចង់បានពេជ្រតែខ្ញុំអត់ចង់បានទេអញ្ចឹងខ្ញុំផលិតតែធម្មតាហើយកន្លែងរកពេជ្រមួយទៀតគឺយើងអាចទៅវាយនៅកន្លែងដុំថ្មដូចខ្ញុំប្រាប់អញ្ចឹងវាយកន្លែងដុំថ្មនេះមកវាយច្រើនទៅបានវាយមួយអត់បានទេឥឡូវយើងប្រមូលទៅដោះគូនទៀតទៅសាគោវាផើមពេញនេះហើយពេលយើងប្រមូលហើយយើងដាក់ចំណីឲ្យវាដើម្បីឲ្យវាអាចបំពន់ខ្លួនឯងយើងមានទឹកដោះឲ្យយើងឥឡូវយើងដាក់ចំណីឲ្យឆ្មាឲ្យឆ្កែយើងទៅដាក់ទៅយកបន្ទុកហើយណាមួយវាស្អាតទេយើងហ្នឹងអ្នកទាំងអស់គ្នាហើយហ្នឹងគឺជាផ្នែកខាងមុខឥឡូវខ្ញុំអ្នកទាំងអស់គ្នាទៅមើលផ្នែកមួយទៀតដែលយើងជិះរថភ្លើងទៅចឹងយើងជិះរថភ្លើងទៅអានេះគឺជាផ្នែកខាងក្រោយខ្ញុំរៀបចំជាឆាកតន្ត្រីដើម្បីឲ្យភ្ញៀវនឹងមើលនេះដូចក្នុងនេះចឹងនេះគេត្រូវការអីទឹកសេរ៉ូយើងអត់មានបាច់ដាក់ទេយើងមានយើងដាក់ទៅអាក្នុងនេះក៏យើងដាក់ទៅវាអូខេបានលុយតិចដែរប៉ុន្តែបានកាក់តិចដែរប៉ុន្តែយើងដាក់ទៅដើម្បីចុងបញ្ចប់គឺវាមានកដោឲ្យយើងណាកដោហ្នឹងគឺយើងអាចអាប់ដេតផ្ទះអាប់ដេតធុងឃ្លាំងស្រូវហើយនឹងផ្ទះរោងដាក់អីវ៉ាន់បានអញ្ចឹងពេលយើងអាប់ដេតទៅយើងស្រួលដាក់អីវ៉ាន់បើកាលណាឃ្លាំងយើងពេញយើងដាក់អីវ៉ាន់អត់បានច្រើនទេអញ្ចឹងពេលយើងផលិតបានច្រើនយើងត្រូវលក់ចេញហើយពេលយើងលក់ចេញហើយពេលខ្លះវាខ្វះទាំងអស់គ្នាអញ្ចឹងយើងឥឡូវអស់ចំណីនេះហើយនេះសត្វគឺកវែងដែលខ្ញុំបានមួយសត្វកវែងហ្នឹងគឺយើងបានមកពីកន្លែងនេះកន្លែងហ្នឹងហើយយើងដាក់កន្លែងហ្នឹងទៅនេះ
នេះមានបដជាកៈមានអីឲ្យយើងដែរយើងបានលុយបានអីទៀតនេះសัตว์មើលនេះសัตว์ដែលយើងបាននេះអូនេះនៅខ្វះទំស្លឹកទៀតបានសัตว์នេះមួយទៀតឥឡូវយើងទៅផ្ទះយើងអាផ្ទះដំបូងយើងវិញអូខេនេះហើយបើកន្លែងនិយាយនេះកន្លែងហ្នឹងយើងអាចដូរផ្ទះពណ៌អីតែយើងត្រូវចំណាយលុយចំណាយអីចឹងណាហើយតាមរដូវកាលហើយយើងមិនដូរទៅផ្ទះបានទេអាចដូរយានយន្តយើងទៀតនេះតែត្រូវចំណាយដូចតែគេដាក់ក្នុងវីដេអូនឹងចឹងចំណាយពេជ្រចំណាយกระดาษចំណាយអីចឹងទៅចានេះយើងអាចដាក់ដូរអីចឹងប៉ុន្តែយើងអត់មានពេជ្រគ្រប់គ្រាន់អត់មានអីយើងមិនបាច់ដូរទេហើយបើយើងស្ដាយយើងមិនបាច់ដូរទេដូរតែម្ដងទៅកុំដូរញឹកពេកដោយសារខ្ញុំឆ្លាញ់ផ្ទះខ្ញុំនេះហើយស្អាតហើយនេះគឺជាអ្នកចិត្តខាងដែលមករកទិញអីយើងហើយលក់ឲ្យមិនបាច់លក់ឲ្យទេថោកខ្ញុំលក់ឲ្យតែបើថាគេមានតម្រូវការអីឲ្យយើងលក់ដើម្បីបានដូចជាអាមាន់នេះអីចឹងទៅគឺយើងអាចលក់ទៅបានស្អីផ្សេងនេះបានជាលុយជាអីអានឹងចាំយើងលក់ចឹងនៅក្នុងវីដេអូលេងនឹងមានប៉ុណ្ណឹងហើយបើណាគេលេងហ្គេមនឹងដែរកុំភ្លេចប្រាប់ឈ្មោះមួយហោះចាំខ្ញុំអេដទៅម្នាក់មួយ